Hey សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់คลิปថ្មីដែលនៅថ្ងៃហ្នឹងគឺយើងនឹងសម្រេចសាច់រឿង I am what I am ដែលនិយាយពីក្មេងប្រុសម្នាក់ដែលប្រឹងតស៊ូខ្លាំងមែនទែនដើម្បីក្តីស្រមៃរបស់ខ្លួនហើយយើងចង់ដឹងថាខ្លឹមសារនៃរឿងរបស់យើងហ្នឹងគឺមានលក្ខណៈបែបណាខ្លះគឺយើងជួបដល់ខ្លឹមសាររបស់យើងទាំងអស់គ្នាប៉ុន្តែមុននឹងចូលដល់ខ្លឹមសារនៃคลิปអ្នកទាំងអស់គ្នាកុំភ្លេចចុច like ហើយនិង subscribe សាច់រឿងនេះគឺចាប់ដើមមកជាមួយនឹងក្មេងប្រុសម្នាក់ដែលមានឈ្មោះថាយុនដែលគាត់នឹងគឺកំពុងជិះកង់យ៉ាងលឿនតែម្ដងក៏ព្រោះតែថ្ងៃនេះគឺថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិនហើយគេក៏មានការដាក់លក់មុងសាយជាដើមហើយពេលទៅដល់យុនអ្នកនេះក៏បង្ហាញការស្រឡាញ់នឹងគ្រប់ខ្លាំងមែនទែនទៅលើវិស័យលក់មុងសាយមួយនេះហើយថែមទាំងបានយកសបល់លឹកដែលគាត់ញ៉ាំហើយហ្នឹងយកមកធ្វើជាក្បាលមុងសាយលក់តាមគេទៀតផងប៉ុន្តែភ្លាមនោះគាត់ក៏ត្រូវបានក្រុមជើងខាងមួយក្រុមតែពួកនេះក៏ជាអ្នកលក់មុងសាយមួយដែរហើយខ្ញុំសូមហៅក្រុមមួយហ្នឹងថា Black Shirt តែម្ដងទៅហើយពួកអាជើងខាងប្រមាណអ្នកនេះក៏បានគម្រាមយុនទីអាំងប៉ាវប៉ុន្តែភ្លាមនោះក៏លេចវត្តមានមុងសាយក្រហមមួយបានចេញមកជួយយុននិងបានដាក់សំណើជាមួយពួកអាជើងខាងនឹងប្រមាណអ្នកហ្នឹងថាបើសិនជាចង់បានអាំងប៉ាវហ្នឹងគឺឡើងមកប្រកួតគ្នាជាមួយនាងមកគឺនាងបានបោះអាំងប៉ាវមួយហ្នឹងទៅចុងអាស័យតែម្ដងហើយមេក្រុម Black Shirt មួយហ្នឹងដែលសារតែខ្លាចខ្មាស់គេក៏សម្រេចចិត្តចូលទៅប្រកួតជាមួយមុងសាយក្រហមមួយនោះហើយការប្រយុទ្ធគ្នាស៊ីសាច់ហុចឈាមមួយនេះក៏ចាប់ផ្ដើមតែម្ដងទោះបីជាមុងសាយខ្មៅមួយនេះគឺមានមាឌធំនិងប្រើប្រាស់គ្រាប់បិចយ៉ាងណាក៏ដោយក៏មិនអាចយកឈ្នះមុងសាយក្រហមមួយនេះបានទេហើយមុងសាយក្រហមមួយនឹងក៏បានប្រកល់អាំងប៉ាវឲ្យទៅកាន់យុនវិញហើយដោយសារតែធ្វើឲ្យគេខ្មាស់គេបែបនេះមុងសាយក្រហមនឹងក៏ត្រូវបានគេវាយពេញភូមិតែម្ដងប៉ុន្តែនាងក៏ត្រូវបានរត់រួចហើយមុងសាយក្រហមមួយនេះគឺជាមនុស្សស្រីមានឈ្មោះថាយុនហើយខ្ញុំសូមហៅយុនស្រីម្នាក់នេះថាជីវ៉ាយតែម្ដងទៅកុំឲ្យច្រឡំគ្នាជាមួយយុនតួឯកប្រុសរបស់យើងហើយជីវ៉ាយក៏បានប្រកល់នៅក្បាលមុងសាយមួយឲ្យទៅកាន់យុនហើយយើងក៏សួរដែរថាឲ្យមកគាត់អីគាត់ចេះលក់មុងសាយទេប៉ុន្តែជីវ៉ាយនឹងគឺជឿទុកចិត្តទៅលើយុនហើយនាងក៏បានប្រកល់នៅផ្កា hero មួយឲ្យទៅកាន់យុនតែម្ដងគឺទុកធ្វើជាកម្លាំងចិត្តឲ្យយុននឹងឯងហើយពួកគេក៏បែកគ្នាត្រឹមនឹងតែម្ដងក៏ព្រោះតែជីវ៉ាយនេះគឺនាងរស់នៅទីក្រុងមិនមែនរស់នៅតាមភូមិនេះទេពូយុនសពថ្ងៃនេះគឺគាត់រស់នៅជាមួយលោកតារបស់គាត់ចំណែកឪពុកម្ដាយរបស់គាត់វិញគឺធ្វើការនៅក្រុងខ្វាំងជៅហើយយើងក៏បានសុំផងប្រាថ្នាមួយគឺសុំឲ្យគាត់នេះគឺខ្លាចអ្នកលក់មុងសាយដ៏អស្ចារ្យមួយដើម្បីបានទៅប្រកួតនៅក្រុងហ្វ្រាំងជើនិងបានជួបជុំគ្នាជាមួយនឹងឪពុកម្ដាយរបស់គាត់វិញហើយយើងក៏បានទៅរកពួកម៉ាក់គាត់ម្នាក់ទៀតដែលមានឈ្មោះថាម៉ែវហើយនឹងពួកម៉ាក់រៀងកធាត់របស់គាត់ទីគឺមានឈ្មោះថាកៅតែខ្ញុំសុំហៅកៅនឹងថាគូតែម្ដងទៅក៏ព្រោះតែកៅគឺប្រែមកខ្មែរយើងវិញថាគឺឆ្កែហើយប្រហែលអ្នកគ្នាគេនឹងក៏បានដាក់ស្រែកប្រកាសប្រាប់អ្នកភូមិថាពួកគេនឹងគឺខ្លាចជាក្រុមដែលទៅប្រកួតនៅក្រុងហ្វ្រាំងជើនិងឲ្យពួកគេនឹងគឺ support ពួកគេផងប៉ុន្តែភ្លាមនោះគឺថាពួកគេត្រូវបានគេវាយប្រហារតែម្ដងហើយអ្វីដែលកាន់តែធ្ងន់កទៀតនោះគឺថាពួកអាក្រុម Black Shirt ហ្នឹងគឺបានមករករឿងយុនទៀតផងហើយអាមេបងធំមួយនេះក៏បានយកក្បាលមុងសាយរបស់យុនហ្នឹងគឺយកទៅបោកចោលទៀតផងព្រោះក្បាលនេះគឺជាក្បាលរបស់មុងសាយក្រហមដៃគូឬក៏សត្រូវរបស់គាត់នឹងឯងហើយថែមទាំងនិយាយមើងងាយទៅកាន់ក្រុមរបស់យុនដែលថាពួកឯងហ្នឹងគឺត្រឹមតែជាក្មេងចំសៀតអត់បានការតែប៉ុណ្ណោះគុំចង់សម័យខ្ពស់ពេកហើយទោះបីជាយុនខឹងចង់វាយគេក៏ដោយក៏មិនអាចវាយគេបានដែរហើយក៏ត្រូវបានគេវាយឡើងខោមុខហៅមាត់តែម្ដងនៅពេលយប់ឡើងពួកគេទាំងអស់គ្នានឹងក៏ឡើងមកលើដំបូលអគារមើលគេហាត់មុងសាយនឹងភាពចំណានក៏ព្រោះតែក្នុងខ្លួនរបស់ពួកគេគឺចង់ខ្លាចជាអ្នកលក់មុងសាយដ៏អស្ចារ្យមួយដែរប៉ុន្តែពេលនេះគឺគាត់មិនអាចធ្វើអ្វីបាននោះទេបានត្រឹមតែអង្គុយមើលគេវឹកហាត់នឹងទាំងភាពចំណាននឹងឯងហើយនៅពេលព្រឹកឡើងមកដល់ពួកគេក៏បានសុំលោកតាចូលវឹកហាត់ដែរប៉ុន្តែលោកតាក៏ឲ្យផែនទីពួកគេទៅរកគ្រូដែលប្រកែវឹកហាត់ទៅហើយដោយសារពួកគេគឺមិនវិញផ្លូវខាងពេកក៏នាំលោកតាទៅតែម្ដងហើយពេលតែទៅដល់ពួកគេក៏មានអារម្មណ៍ថាស្ងាត់ចិត្តយ៉ាងខ្លាំងព្រោះនេះមើលទៅដូចជាតូបថៃធម្មតាហ្នឹងមិនសមមានគ្រូប្រកែខាងមុងសាយអីនោះទេហើយពួកគេគឺស្ងាត់ចិត្តនឹងអស់សង្ឃឹមខ្លាំងមែនទែនក៏ព្រោះតែមិនដឹងទៅរកគ្រូមុងសាយដែលប្រកែហ្នឹងគឺនៅកន្លែងណានោះទេហើយភ្លាមនោះក៏លេចវត្តមានបរិមម្នាក់ដែលមានពុកមាត់ច្រើននិងសក់បានឡើងកន្ទ្រើហ្នឹងបានដើរចេញមកក្រៅហើយពួកគេកាន់តែមើលគឺកាន់តែអស់សង្ឃឹមនឹងរៀបដើរទៅផ្ទះវិញទៅហើយហ្នឹងស្របតែបរិមម្នាក់គឺបានបញ្ចេញនូវសមាធិពិតរបស់គាត់ក៏បានចាក់ភ្លេងចាក់អីអញ្ចឹងក៏ធ្វើឲ្យពួកគេឡើងញាក់តាមតែម្ដងនឹងបញ្ចេញនូវសមត្ថភាពមុងសាយរបស់គាត់ដ៏អស្ចារ្យគឺថាក្បាច់មុងសាយរបស់គាត់នេះគឺមិនធម្មតាទេគឺធ្វើឲ្យពួកគេឡើងផ្លឹកតែម្ដងហើយបន្ទាប់ពីគាត់បានបញ្ចេញនូវក្បាច់មុងសាយរបស់គាត់ហើយគាត់ក៏ត្រូវប្រពន្ធគាត់ដាក់មត្រីតែម្ដងនិងប្រាប់គាត់ទៅដឹកត្រីឲ្យភ្ញៀវទៅហើយដោយសារតែឃើញថាពួកគេគឺដេញតាមគាត់ខ្លាំងពេកគាត់ក៏សម្រេចចិត្តឲ្យប្រមាណអ្នកនេះហ្នឹងបញ្ចេញឲ្យគាត់មើលមកសំគាត់នឹងយកធ្វើជាសិស្សប៉ុន្តែពួកគេបញ្ចេញមកគឺជាតែបញ្ចេញឯងគឺថាឡើងចងាយចងាងហ្មងព្រោះថាពួកគេគឺអត់ដែរចូលហាត់ចូលអីត្រឹមត្រូវនេះទេពេលឲ្យបញ្ចេញគ្នាធ្វើលើកដំបូងអញ្ចឹងធ្វើមិនបានល្អហើយគាត់ក៏បានប្រាប់ទៅកាន់ប្រមាណអ្នកហ្នឹងដែរថាគឺគាត់នឹងគឺអាចយកពួកគេមកធ្វើជាសិស្សបានទេក៏ព្រោះតែពួកគេគឺអត់ចេះអីទាំងអស់ហើយកម្លាំងកាយរបស់ពួកគេក៏មិនសមដូចគ្នាហើយពេលនោះយន្តក៏បានស្រែកថាទោះបីជាគាត់គ្មានកម្លាំងកាយគ្មានកម្លាំងអីក៏ដោយប៉ុន្តែគាត់គឺមានមហិច្ឆតានិងឆន្ទៈចង់រៀនចឹងហើយគឺគាត់ប្រកាសជារៀនចេះហើយដោយសារតែលើសម្ដីទាំងអស់ហ្នឹងហើយក៏ធ្វើលោកពូនឹងគឺផ្លាស់ប្ដូរចិត្តនិងសម្រេចចិត្តយកពួកគេយកមកធ្វើជាសិស្សតែម្ដងហើយគាត់នឹងគឺព្រាមបែបលាក់ស្ងាត់គឺចង់ឲ្យប្រពន្ធគាត់ដឹងនោះទេក៏ព្រោះតែប្រពន្ធគាត់នឹងគឺអត់គ្រប់ត្រនោះទេ
ហើយពីមួយថ្ងៃទៅមួយថ្ងៃគឺពួកគេប្រឹងវឹកហាត់ខ្លាំងមែនទែនចំពោះយន្តគាត់ក៏បានយកក្បាលមុខខ្សែដែលគាត់ទទួលបានពីជីវ៉ាយយកមកជួសជុលឡើងវិញហើយគាត់គឺតែងតែតាក់ទងទៅឪពុកម្ដាយរបស់គាត់សង្ឃឹមថាថ្ងៃណាមួយហ្នឹងគាត់គឺបានទៅជួបជាមួយឪពុកម្ដាយរបស់គាត់ហើយរាល់ថ្ងៃគឺថាពួកគេប្រឹងវឹកហាត់ខ្លាំងមែនទែនសង្ឃឹមថាថ្ងៃណាមួយពួកគេនឹងមានសមត្ថភាពល្មមជួយទៅប្រកួតថ្នាក់ជាតិនៅទីក្រុងហ្វាងជើចំណែកប្រពន្ធរបស់លោកពូស៊ីហ្វូវិញក៏បើកចិត្តទលាយនឹងចិញ្ចឹមពួកគេគឺដូចជាកូនអញ្ចឹងដោយសារតែប្រពន្ធលោកពូស៊ីហ្វូហើយនិងលោកពូស៊ីហ្វូនឹងគឺអត់មានកូននោះទេហើយប្រពន្ធលោកពូស៊ីហ្វូក៏អាណិតពួកគេខ្លាំងមែនទែននឹងដកលុយសន្សំដែលពួកគេបានសន្សំជាមួយគ្នារាប់ឆ្នាំហ្នឹងឲ្យលោកពូស៊ីហ្វូយកទៅទិញឈុតម៉ុងសាយឲ្យពួកគេបានលោតព្រោះតែពួកគេនេះគឺអត់មានឈុតម៉ុងសាយត្រឹមត្រូវនោះទេបន្ទាប់ពីបានទទួលបានឧបករណ៍គ្រប់គ្រាន់ហើយពួកគេក៏បានមកប្រកួតគ្នាជាមួយនឹងក្រុមរបស់លោកតាដែលនាំពួកគេទៅជួបជាមួយលោកពូស៊ីហ្វូហើយគេថាពួកនេះគឺមើលមុខទៅគឺ slow ទេប៉ុន្តែបើក្នុងចិត្តវិញគេថាកាចខ្លាំងមែនទែនគេថាពួកនេះគឺសឹងតែកាចប្រហែលជាងក្រុម Black Shirt ទៅទៀតហើយពួកវានឹងគឺថាធ្វើបាបទៅកាន់ក្រុមរបស់យើងខ្លាំងមែនទែនគឺវាយអត់សំចៃដែរនេះទេគេថាវាយគ្នារបស់យើងនឹងគឺឡើងបែកមុខបែកមាត់អស់តែម្ដងហើយជ័យជំនះគឺទទួលបានតែក្រុមរបស់លោកតាហើយគេថាពួកនេះគឺលេងសាហាវខ្លាំងមែនទែនបន្ទាប់ពីទទួលបានការបរាជ័យបែបនេះលោកពូស៊ីហ្វូក៏បាននាំពួកគេមក train បន្ថែមទៀតក៏ព្រោះតែពួកនេះគឺមើលទៅដូចជាមានតែគេមានកម្លាំងសោះគឺផ្សេងមិនដឹងទេហើយបើចូលការប្រកួតទៀតបើមានកម្លាំងបែបហ្នឹងគឺត្រូវបានគេវាយស្លាប់ហើយលោកពូស៊ីហ្វូក៏បាននាំឲ្យពួកគេគឺ train បន្ថែមទៀតគឺ train កម្លាំងកាយហ្នឹងគឺខ្លាំងជាចាំបាច់ហើយពួកគេគឺថាលើកតាំងពីបាវ1រហូតដល់បាវ2 3តែម្ដងហើយពួកគេគឺមិនមែនវឹកហាត់តែផ្នែកកម្លាំងកាយនោះទេកម្លាំងស្មារតីក៏ពួកគេវឹកហាត់ដែរអាចថានេះជាវឹកការវឹកហាត់កថាបានដែរហើយវាក៏នាំមកនៅជាមួយអនុស្សាវរីយ៍ល្អៗច្រើនខ្លាំងមែនទែនហើយគឺថាពួកគេគឺអភិវឌ្ឍខ្លួនឯងរាល់ថ្ងៃតែម្ដងតាំងពីគ្មានកម្លាំងសល់រហូតដល់មានកម្លាំងអីជាដើមគឺថាវាយលោកគ្រូស៊ីហ្វូគឺឡើងប៉ឹងតែម្ដងយន្តគាត់ក៏បានផ្លាស់ប្ដូរមុខសក់របស់គាត់ហើយដោយសារតែការអនុវត្តរបស់ពួកគេគឺជារៀងរាល់ថ្ងៃបែបនេះក៏ធ្វើឲ្យសមត្ថភាពរបស់ពួកគេគឺកាន់តែខ្លាំងឡើងហើយវាក៏កាន់តែគៀកនៅថ្ងៃដែលគេប្រកួតប្រចាំភូមិដូចគ្នាហើយពួកគេក៏បានសង្ឃឹមថាពួកគេគឺនឹងឈ្នះនៅបានទៅប្រកួតគ្នានៅទីក្រុងហ្វ្រាំងជើហើយពេលថ្ងៃប្រកួតមកដល់លោកពូស៊ីហ្វូក៏បានអាក់ខានដោយសារតែគាត់គឺនៅប្រពន្ធគាត់ខ្លាំងពេកដោយសារតែប្រពន្ធរបស់គាត់គឺខំរកលុយតែម្នាក់ឯងនោះទេអញ្ចឹងហើយគាត់គឺមិនអាចឈប់មើលប្រពន្ធរបស់គាត់គឺហត់តែម្នាក់ឯងនោះទេអញ្ចឹងគាត់ក៏បានសម្រេចចិត្តចោលកូនសិស្សរបស់គាត់ចូលមកជួយដឹកត្រីប្រពន្ធគាត់តែម្ដងចំពោះប្រពន្ធគាត់ក៏យល់ពីប្តីតែមិនចង់ឲ្យប្តីធ្វើបែបនេះនោះទេគាត់ក៏ប្រចិត្តឲ្យប្តីរបស់គាត់ធ្វើតាមក្តីសម័យរបស់គាត់តែម្ដងហើយលោកពូស៊ីហ្វូក៏បានអរគុណប្រពន្ធគាត់និងរត់មកមើលកូនសិស្សតែម្ដងចំណែកក្នុងការប្រកួតវិញក្រុមរបស់យើងនៅពេលដែលគ្មានលោកគ្រូបែបនេះក៏ហាក់ដូចជាគ្មានកម្លាំងចិត្តហើយពួកគេគឺខ្វះគេមែនទែននៅពេលដែលលើគេសើចជុំវិញខ្លួនបែបនេះតម្រាំតែលោកគ្រូស៊ីហ្វូម្ដងគេថាគេចេញឡើងស្ងាត់ជាតែម្ដងលោកគ្រូស៊ីហ្វូក៏ថាសិស្សរបស់គាត់គឺចាញ់ហើយតែតាមពិតទៅគឺសិស្សរបស់គាត់គឺឈ្នះនិងមានសិទ្ធិទៅប្រកួតនៅទីក្រុងហ្វាំងជើហើយពេលដែលត្រឡប់មកផ្ទះវិញប្រពន្ធរបស់លោកពូស៊ីហ្វូបានធ្វើពិធីជប់លៀងតូចមួយឲ្យទៅកាន់ពួកគេដើម្បីអបអរនៃជ័យជំនះមួយនេះហើយពេលដែលពួកគេកំពុងញ៉ាំអាហារឆ្ងាញ់សុកហ្នឹងយន្តក៏បានទទួលដំណឹងដែរថាឪពុកម្ដាយរបស់គាត់គឺបានត្រឡប់មកផ្ទះវិញហើយចឹងហើយគឺធ្វើឲ្យគាត់គឺសប្បាយចិត្តខ្លាំងមែនទែននិងបានគោរពលាអ្នកទាំងអស់គ្នាដើម្បីរត់ទៅផ្ទះវិញហើយនៅតាមផ្លូវយន្តគឺរត់មកទាំងភាពរីករាយនឹងឯងប៉ុន្តែពេលដែលគាត់ត្រឡប់មកដល់ផ្ទះវិញភាពរីករាយរបស់គាត់តាមប្រមាណក៏បានផ្លាស់ប្ដូរអស់ទៅវិញនៅពេលដែលឃើញថាឪពុករបស់គាត់គឺដេកស្ងៀមនៅលើគ្រែក៏ព្រោះតែឪពុករបស់គាត់គឺបានធ្លាក់ពីលើអគារនៅពេលដែលគាត់កំពុងធ្វើការជាហេតុដែលធ្វើឲ្យគាត់គឺស្លាប់ជារៀងរហូតមិនដឹងថាថ្ងៃណាគាត់ភ្ញាក់ឡើងមកវិញនោះទេហើយបន្ទុកគ្រួសារទាំងប្រមាណគឺត្រូវធ្លាក់ទៅលើយន្តទាំងអស់យន្តក៏អង្គុយសម្រក់ទឹកភ្នែកដែរថាគាត់តែងតែចង់ឲ្យឪពុកម្ដាយរបស់គាត់ត្រឡប់មកផ្ទះវិញប៉ុន្តែមិនមែនក្នុងន័យបែបនេះនោះទេហើយយន្តក៏បានរត់ចេញពីផ្ទះទាំងយប់សម្ដៅទៅក្រៃរូបសំណាកព្រះនិងបានបន់ស្រន់ដែរថាគឺគាត់សូមបន់ស្រន់មួយគឺសូមឲ្យគាត់នឹងគឺទទួលបានជោគជ័យហើយអ្វីៗគ្រប់យ៉ាងក៏ល្អប្រសើរឡើងវិញដោយសារតែឪពុករបស់យើងគឺជួបបញ្ហាបែបនេះគឺគាត់មិនអាចរកលុយបាននេះទេហើយវិបត្តិគ្រួសារក៏ចាប់បានធ្លាក់ចុះចឹងហើយយើងក៏ទទួលនៅទំនួលខុសត្រូវមួយនេះដល់ពេលព្រឹកឡើងមកដល់គាត់ក៏បានឡើងទៅទីក្រុងហ្វាំងជើជាមួយមួកម៉ុងសាយរបស់គាត់ហើយព្រមនោះមិត្តភ័ក្តិរបស់យើងនិងគ្រូរបស់គាត់ក៏បានចេញមកជួយដំណើរគាត់ចុងក្រោយដោយបង្ហាញការលោតម៉ុងសាយហ្នឹងឲ្យយើងបានឃើញជាលើកចុងក្រោយយើងបានត្រឹមតែអង្គុយមើលក៏ព្រោះតែគាត់គឺមានទំនួលខុសត្រូវច្រើនជាងនេះហើយក្តីស្រមៃរបស់គាត់ទាំងប្រមាណគឺគាត់មិនអាចសម្រេចបាននោះទេហើយពេលគាត់មកដល់ទីក្រុងមួយនេះជីវិតរបស់គាត់ក៏មិនល្អប្រសើរអីនោះទេគាត់គឺបានជួបជាមួយប្រភេទមនុស្សដែលគាត់មិនគួរជួបហើយថែមទាំងបានរកភាពយុត្តិធម៌ខ្លាំងមែនទែនទាំងនៅភាពវ័យក្មេងមួយនេះយន្តតែងតែទៅលោកគ្រូស៊ីហ្វូនិងអ្នកផ្ទះរបស់គាត់ជានិច្ចហើយយន្តគឺតែងតែនឹករលឹកពួកគេជានិច្ចនឹងឯងប៉ុន្តែគាត់គឺមិនអាចធ្វើអ្វីបាននោះទេក៏ព្រោះតែលោកខុសត្រូវគឺខ្លាំងជាងហើយគាត់គឺប្រឹងធ្វើការអត់ឈប់អត់ឈរនោះទេនឹងសម្លឹងមើលទីក្រុងមួយនេះក៏ព្រោះទីក្រុងមួយនេះគឺស្រស់ស្អាតសម្រាប់អ្នកមានប៉ុន្តែសម្រាប់អ្នកក្រសត់ដូចជាពួកគេនេះគឺមិនមែនជាកន្លែងដែលគួរសប្បាយនោះទេហើយនៅកន្លែងធ្វើការនឹងយើងក៏បានទៅស្គាល់គ្នាជាមួយមិត្តភក្តិថ្មីរបស់គាត់មួយទៀតហើយថ្ងៃមួយពេលដែលគាត់ធ្វើជាអ្នក delivery គាត់ក៏បានទៅដល់កន្លែងអ្នកលក់ម៉ុងសាយមួយហ
ហើយអ្នកឡោកបងសាយនេះគឺមើងងាយតែការយន្តខ្លាំងតែខ្ញុំសុំហៅអ្នកឡោកបងសាយពណ៌ខៀវនេះថា blue shirt តែម្ដងទៅដោយសារពួកគាត់ពាក់អាវពណ៌ខៀវហើយអ្នកទាំងអស់នេះគឺថាមើងងាយយន្តខ្លាំងតែព្រោះយន្តគឺតែតែត្រូវបានគេមើងងាយតាមតូចនឹងឯងហើយនឹងប្រើពាក្យសម្ដីមិនសមរម្យជាច្រើនទៅកាន់យន្តតែពាក្យទាំងអស់ហ្នឹងគឺមិនគួរប្រើនោះទេហើយយន្តក៏បានជិះកង់ចេញមកក្រៅវិញទាំងភាពជឿចាប់ក៏ព្រោះតែគាត់គឺមិនអាចធ្វើអ្វីទៅកាន់អ្នកផ្សេងបាននោះទេចំណែកលោកគ្រូស៊ីហ្វូក៏បាននឹករំលឹកទៅដល់យន្តជានិច្ចក៏ព្រោះតែយន្តនេះគឺជាសិស្សសម្រាប់របស់គាត់នឹងឯងហើយពេលត្រឡប់មកដល់បន្ទប់វិញយន្តក៏បានយកក្បាលមុខខ្សែដែលគាត់មានស្រាប់ហ្នឹងបានទៅលើដំបូលអគីនិងប្រឹងវឹកហាត់តែម្នាក់ឯងតែម្ដងហើយយន្តក៏រំលឹកដល់នូវសាររីរបស់គាត់ដែលបានសាងកន្លងមកជាមួយនឹងមនោសញ្ចេតនាលីឡំជាមួយនឹងភាពជឿចាប់គាត់ក៏ប្រកហាត់តាំងពីយប់រហូតដល់ភ្លឺវិញតែម្ដងគឺថាគាត់គឺអត់សម្រាប់អត់ពួននេះទេគឺថាមិនបាច់ដេកមិនបាច់ពួនទេគឺគាត់វឹកហាត់តាំងពីយប់រហូតដល់ភ្លឺវិញតែម្ដងហើយនៅព្រឹកនេះគាត់ក៏ត្រូវផ្លាប់ដូរទីលំនៅដោយសារតែតំបន់ដែលគាត់រស់នៅនេះគឺឆ្ងាយពីតំបន់ដែលគាត់ធ្វើការហើយនៅពេលព្រឹកដែលគាត់ធ្វើដំណើរទៅកាន់ស្ថានីយ៍រថភ្លើងហ្នឹងមិត្តភ័ក្តិរបស់គាត់ក៏បានហាមគាត់យន្តដោយសារតែថ្ងៃនេះគឺជាថ្ងៃនៃការប្រកួតម៉ោងសាយប្រចាំប្រទេសតែម្ដងហើយគឺថាមានម៉ោងសាយចូលរួមច្រើនខ្លាំងមែនទែនពីគ្រប់ទិសទីតែម្ដងហើយអ្វីដែលកាន់តែសំខាន់ទៀតនោះគឺថាលោកពូស៊ីហ្វូក៏បានចូលរួមដូចគ្នារួមទាំងពួកម៉ាក់ប្រមាណអ្នករបស់យន្តហ្នឹងណាតែនៅកន្លែងនេះគឺគេឲ្យម៉ោងសាយទាំងអស់ហ្នឹងបញ្ចេញក្បាច់របស់គាត់ដើម្បីថាតើណាគេដែលបញ្ចេញក្បាច់ព្រមបានលោជាងគេអញ្ចឹងណាចំណែកលោកពូស៊ីហ្វូវិញគាត់ក៏ចង់ធ្វើអ្វីដែលកាន់តែអស្ចារ្យជាងគេក៏បានឡើងជាន់លើកៅហើយក៏បានបង្ហាញសមត្ថភាពរបស់គាត់យ៉ាងខ្ពស់អញ្ចឹងណាដើម្បីឲ្យកាមេរ៉ាចាប់អារម្មណ៍និងចាប់គាត់ឡាយទូទាំងប្រទេសតែម្ដងហើយដោយការកត់ទុកពិតមែនគឺថាកាមេរ៉ាបានឡាយគាត់ទូទាំងប្រទេសទៀតផងជាហេតុដែលធ្វើឲ្យប្រព័ន្ធរបស់គាត់ដែលមើលហ្នឹងក៏មានភាពសប្បាយរីករាយខ្លាំងមែនទែនដល់ពេលដែលឃើញថាប្តីរបស់គាត់គឺល្បីដូចនេះហើយនៅតាំងទី1នេះគឺគេឲ្យមកសាយទាំងអស់ហ្នឹងគឺចូលរួមលក្ខណៈថាអ្នកគេដែលដើរយឺតជាងគេឬក៏ខ្សោយជាងគេគឺត្រូវបានគេបុកទម្លាក់ទឹកតែម្ដងចំពោះលោកពូស៊ីហ្វូនេះគឺគ្មានកម្លាំងអីអាចបុកឈ្នះគេនោះទេហើយយន្តនេះគឺឈោមមើលទាំងពិបាកមើលតែម្ដងដោយសារតែឃើញលោកគ្រូនិងមិត្តបែបរបស់គេគឺកំពុងតែលំបាកបែបនេះហើយវាក៏ដល់ពេលដែលលោកគ្រូស៊ីហ្វូបានបញ្ចេញនូវក្បាច់ពិសេសរបស់គាត់នេះគឺមានបាតជើងមហាសែនស្អុយហើយគាត់ក៏អាចមានភាពទៅលើគេបានមួយផ្លែតដែរប៉ុន្តែនៅពេលដែលគាត់អស់ភាពស្អុយនេះឡើងវិញគាត់ក៏ត្រូវបានគេនឹងគឺបុកសឹងតែធ្លាក់ទឹកទៅហើយប៉ុន្តែភ្លាមនោះយន្តក៏បានធ្វើដំណើរមកដល់ហើយយន្តក៏បានចេញមកជួយលោកគ្រូតែម្ដងហើយមុងសាយមីនេះគឺមិនមែនមកឲ្យគេធ្វើបាបទៀតនោះទេគឺមកជារាជសីតែម្ដងហើយមុងសាយក្រហមមួយនេះក៏អាចយកជ័យជំនះបាននៅឈ្នះនៅតង់ទី1មួយនេះនៅតង់ទី2មុងសាយទាំងអស់គឺគេតម្រូវឲ្យមុងសាយទាំងអស់ហ្នឹងគឺរត់នៅលើប្រទេសឈើមួយដែលគេបណ្ដែតទឹកហើយធ្វើយ៉ាងណាក៏ដោយកុំឲ្យជាប់ផ្លែក្រូចទាំងអស់នេះហើយបើសិនជាណាគេប៉ះជើងឬក៏ធ្លាក់ទឹកគឺអ្នកនោះមានន័យថាចាញ់ហើយនៅក្នុងចំណោមនោះគឺមានតែយន្តហើយនឹងក្រុម blue shirt តែប៉ុណ្ណោះតែបានឈ្នះប៉ុន្តែភ្លាមនោះ black shirt ក៏បានដើរមកប្រាប់យន្តថាឲ្យប្រុងប្រយ័ត្នជាមួយពួក blue shirt នេះក៏ព្រោះពួកនេះគឺកំណាចខ្លាំងហើយបន្តមកទៀតពួកគេក៏បានជិះទៅប្រយុទ្ធគ្នាប៉ុន្តែតង់ទី3នេះគឺគ្មានអ្នកចាញ់អ្នកឈ្នះនោះទេដោយសារពួកគេគឺបានផ្កាម្នាក់មួយចំណាត់អញ្ចឹងមានន័យថាពួកគេនឹងគឺស្មើគ្នាជាហេតុដែលនាំពួកគេគឺត្រូវទៅប្រកួតគ្នានៅតង់ទី4មកតង់ទៀតដើម្បីរកអ្នកឈ្នះពិតប្រាកដហើយនៅតង់ទី4នេះគឺគេតម្រូវឲ្យមុខខ្សែទាំងពីរក្រុមគឺឡើងទៅលើសសរដែលខ្ពស់ទាំងប្រមាណនេះហើយបញ្ចេញនៅក្បាច់រំដ៏ស្រស់ស្អាតរបស់ពួកគេគឺម្នាក់ម្ដងហើយនឹងត្រូវគណៈកម្មការឲ្យបន្ទុកតើអ្នកគេដែលរំបានលោជាងគេគឺនឹងត្រូវបានគណៈកម្មការឲ្យឈ្នះហើយនៅពេលដែលក្រុម blue shirt បានបញ្ចេញក្បាច់រំរបស់ពួកគេបានហើយក៏ដល់វេនរបស់ក្រុមរបស់យន្តក៏បានឡើងទៅលើមុងសាយនិងចាប់ដើមរំទាំងឈឺជើងតែម្ដងហើយគាត់នេះគឺមិនមែនរំធម្មតានោះទេគឺគាត់រំជាមួយមនោសញ្ចេតនាទាំងភាពឈឺចាប់ទាំងកំហឹងហ្នឹងគឺគាត់លីឡំគ្នាទាំងអស់ហើយនៅពេលដែលគាត់រំហ្នឹងក្បាលមុងសាយរបស់គាត់ជួសជុលនេះក៏បានបែករហែកធ្លាក់ទឹកតែម្ដងប៉ុន្តែគាត់គឺមិនទាន់ឈប់ត្រឹមនេះទេគឺគាត់គឺនឹងធ្វើវាដល់ទីតែម្ដងក៏ព្រោះតែគាត់គឺមិនមែនឈឺចាប់តែរឿងប្រព័ន្ធនេះទេគឺគាត់គឺឈឺចាប់រឿងច្រើនជាងនេះទៅទៀតហើយនៅពេលដែលគាត់ត្រូវឆ្លងគាត់ក៏មិនទាន់ឆ្លងនោះទេដោយសារតែគាត់គឺបានឃើញនៅសសរដែកមួយដែលគេដាក់ថាមានភ្នំមួយខ្ពស់គឺនៅមានភ្នំមួយទៀតដែលខ្ពស់ទៀតចឹងហើយគាត់គឺចង់បំបីអតកម្មតែម្ដងគាត់ក៏បានប្រាប់អាម៉ែហ្នឹងគឺជឿទុកចិត្តទៅលើគាត់ដោយសារតែខ្យល់ខ្លាំងពេកក៏បានធ្វើអង្គមួយហ្នឹងបានរលំជាហេតុដែលធ្វើឲ្យកៅហ្នឹងគឺហក់ទៅក្នុងទឹកនិងជួយស្ទប់សសរនេះតែម្ដងហើយយន្តក៏បានតាំងចិត្តនិងប្រាប់អាម៉ែហ្នឹងគឺជឿទុកចិត្តទៅលើដើម្បីឲ្យគាត់ហ្នឹងគឺហក់ទៅលើបង្គោលនេះបានសម្រេចដោយសារតែគាត់ពេលនេះគឺទទួលបានការលើកចិត្តពីគ្រប់ទិសខាងផ្នែកគាត់អាចធ្វើបានរបស់ក្បាលមុខខ្សែហ្នឹងគឺជាប់ជាមួយនឹងបង្គោលនេះតែម្ដងគឺមានន័យថាគាត់គឺបានបំបីអកតកម្មឲ្យអ្នកទាំងអស់គ្នាគឺវាគឺពិតជាពិសេសខ្លាំងមែនទែនហើយសេរីមីនេះគឺចប់ត្រឹមនេះឯងអ្នកទាំងអស់គ្នាគឺចប់ពេលដែលយន្តជោគជ័យហើយសម្រាប់ភាពជោគជ័យរបស់យន្តគឺបានលើកដល់ពួកគាត់ដែលធ្វើឲ្យពួកគាត់គឺភ្ញាក់ពីសន្លប់ហើយសេរីរឿងរបស់យើងគឺចប់ត្រឹមហ្នឹងយើងជួបគ្នានៅសប្តាហ៍ក្រោយហើយកុំភ្លេចអ្នកទាំងអស់គ្នាគឺកុំភ្លេចជាមួយនឹងការចុច Subscribe និង Like ឲ្យខ្ញុំអ្នកមួយផង